តោះបងប្អូនរៀនបើក helicopter ណា helicopter ហ្នឹងបើនិយាយទៅយើងហៅអាកាតុង100ណាបងប្អូនអញ្ចឹងបងប្អូនមើលគាត់បង្រៀនហើយគាត់បង្រៀនតែ3ក្បាច់ទេអញ្ចឹងបងប្អូនអាចមើលវីដេអូនេះពីដើមរហូតដល់ចប់ជាមួយនឹងខ្ញុំហើយខ្ញុំអត់មានជំនាញទេបងប្អូនអញ្ចឹងខ្ញុំក៏ដកស្រង់វីដេអូហ្នឹងយកមកបង្ហាញជូនបងប្អូនហើយប្រហែលជាបងប្អូនមួយចំនួនគាត់កំពុងតែចង់រៀនចេះហើយចង់រៀនបើកហើយអញ្ចឹងបើសិនបងប្អូនចង់រៀនពាក់ព័ន្ធទៅលើគ្រឿងចក្រអាចចូល comment មកឬក៏ពាក់ព័ន្ធទៅលើរៀនបើកផ្សេងៗរថយន្តអីផ្សេងៗអាចចូល comment មកខ្ញុំនឹងលើកយកបង្ហាញជូនបងប្អូនហើយនឹងដកស្រង់ជូនបងប្អូនលម្អិតណាប៉ុន្តែគាត់ថាខ្ញុំមិនជាអ្នកជំនាញខាងបើកទេគាត់ថាខ្ញុំធ្លាប់មើលវីដេអូនេះច្រើនដែរបងប្អូនអូខេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយលោកសួស្តីអ្នកនរថ្ងៃនេះខ្ញុំនឹងបរិញ្ញាអ្នកនរអំពីពិធីបើកអេលីកូងាយៗខ្លីៗស្រួលទៅដល់មកទៀតមុននឹងបើកអ្នកនរគួរតែដឹងរឿង3ធំៗសម្រាប់ចង្កូតអេលីកូគឺមានបែងចែកជា3ចាំថា3ហ្នឹងវាបជាខ្លះពួកឯងខ្ញុំប្រាប់ទៀតនេះចង្កូតទី1ដែលយើងត្រូវដឹងចង្កូតមួយនេះគឺកន្លែងនេះខាងហ្គាយើងបជាខាងហ្គាលឿនហើយជាមួយនឹងការឡើងហើយចប់ទី1អ្នកនរដឹងចាំអូខេទី2ចង្កូតឃើញឆ្កុយណាបាទអានេះបជាមុខនឹង4ប្រមុខតកយបច្ចេកទៅស្ដាំហើយមួយទៀតចង្កូតដែរខាងក្រោមអានេះមិនមែនប្រាំងមែនអីដូចយើងឡានយើងលេខអង្គការលេខអីណាបងប្អូនអានេះកន្លែងដែលបជាអេលីកូវាទៅឆ្វេងយើងស្ដាំចង់វាទៅឆ្វេងយើងចង់ឆ្វេងចង់វាទៅស្ដាំយើងចង់ស្ដាំងាយៗខ្លីៗចឹងអ្នកនរសម្រាប់អ្នកនរចង់មានសំណួរចម្ងល់អីពីអេលីកូអ្នកនរអាច comment បានហើយកុំភ្លេច like កុំភ្លេច share ហ្នឹងតែលោកបងប្អូនយើងថ្ងៃណាមួយគាត់មានឱកាសទិញអេលីកូអីគាត់នឹងថាបើកមិនអាចមើលវីដេអូនេះបានបាទអូខេសូមអរគុណ